បច្ចេកទេសជំរុញឲ្យចេញផ្កាបានឆាប់កាន់ក្តាប់ល្អនិងបំពន់ផ្លែគុណសម្បត្តិនិងគុណវិបត្តិចំពោះការជំរុញផ្កាទី1នឹងអាចមានលទ្ធភាពជៀសផុតសន្សំប្រៃជំងឺផ្សិតក្នុងដំណាក់កាលផ្ការីកនិងអាចកាត់បន្ថយបានច្រើនចំពោះសត្វល្អិតបំផ្លាញផ្កានិងផ្លែទី2នឹងគឺអាចមានលទ្ធភាពខ្ពស់ក្នុងការកាន់ក្តាប់និងចិញ្ចឹមផ្លែជាពិសេសចន្ទីពូជ M23 ដែលអាចជំរុញឲ្យវាចេញផ្កាលើកទី1បាន 50% ព្រមទាំងចេញផ្កាដំណើរគ្នានឹងពូជ M10 និង H09 ផងដែរហើយចំណុចទី3ហ្នឹងគឺគុណវិបត្តិគឺអាចខូចផ្កាអស់បើសិនជាមានភ្លៀងធំធ្លាក់ចំពេលផ្កាកំពុងរីកហើយទិន្នផលនឹងធ្លាក់ចុះលើកលែងតែពូជ M23 និង M10 ដែលផ្ការីកបណ្ដាប៉ុណ្ណោះដំណាក់កាលទី1ហ្នឹងគឺយើងធ្វើការតាក់តែងមែកនិងដាក់ជីដំណាក់កាលទី2ហ្នឹងគឺត្រូវបាញ់បញ្ចេញត្រួយផ្កាដើម្បីឲ្យស្វ័យចន្ទីចេញផ្កាស្រស់ល្អហើយត្រូវប្រើថ្នាំបំពន់សម្រាប់បន្ថែមសម្រាប់បរិមាណទឹក 1000 លីត្រដូចជា GMAP 120 61ទៅ0ចំនួន4គីឡូក្រាមជីម៉ាញ៉េស្យូមចំនួន2គីឡូក្រាមថ្នាំជំងឺវ៉ាលីដាមីស៊ីនចំនួន1លីត្រថ្នាំពុលក្លភីរីហ្វូសបូកនឹងសាយផាមីត្រីនចំនួន1លីត្រហើយនឹងបាញ់2ទៅ3ដងដោយចន្លោះពីវគ្គ1ទៅវគ្គ1ចំនួន7ទៅ15ថ្ងៃម្ដងដំណាក់កាលទី3ហ្នឹងគឺត្រូវបាញ់បញ្ចេញត្រួយផ្កាដើម្បីឲ្យស្វ័យចន្ទីចេញផ្កាស្រស់ល្អត្រូវប្រើថ្នាំបំពន់បន្ថែមសម្រាប់បរិមាណទឹក 1000 លីត្រមានដូចជា GMKP 05234ចំនួន4គីឡូក្រាម G Multical ចំនួន4គីឡូក្រាមBoron ចំនួន1លីត្រថ្នាំពុល Carbaryl ចំនួន1គីឡូក្រាមថ្នាំជំងឺ Propinep ចំនួន1គីឡូក្រាមបាញ់2ទៅ3ដងដោយចន្លោះពីវគ្គ1ទៅវគ្គ1ចំនួន7ថ្ងៃម្ដងហើយមានរូបមន្តមួយទៀតដើម្បីឲ្យចេញផ្កាស្រស់ល្អនោះគឺត្រូវប្រើថ្នាំបំពន់បន្ថែមសម្រាប់ទឹក 1000 លីត្រគឺ GMKP 05234ចំនួន4គីឡូក្រាម G Multic 13046ចំនួន4គីឡូក្រាម Boron ចំនួន1លីត្រថ្នាំជំរុញ Atonic ចំនួន500មីលីលីត្រថ្នាំជំងឺ Carbendazim បូកនឹង Hexaconazole ចំនួន1លីត្រថ្នាំពុល Carbaryl ចំនួន1គីឡូក្រាមបាញ់ពី2ទៅ3ដងចន្លោះពីវគ្គ1ទៅវគ្គ1 7ទៅ15ថ្ងៃម្ដងចំណែកឯដំណាក់កាលទី4ហ្នឹងគឺត្រូវបាញ់ថ្នាំនិងជីបំពន់ថែផ្កានិងក្តាប់ដើម្បីឲ្យស្វ័យចន្ទីចេញផ្កាក្តាប់ល្អត្រូវប្រើថ្នាំបំពន់បន្ថែមសម្រាប់ទឹក 1000 លីត្រគឺ G Polyfit ចំនួន1គីឡូក្រាម G Magnesium ចំនួន1គីឡូក្រាមថ្នាំជំរុញ Atonic ចំនួន500មីលីលីត្រថ្នាំជំងឺ Mongozeb Metalaxid ចំនួន1គីឡូក្រាមថ្នាំពុល Carbaryl ឬ Emabectin Bisoat ចំនួន1លីត្របាញ់ពី2ទៅ3ដងដោយចន្លោះពីវគ្គ1ទៅវគ្គ1ចំនួន10ទៅ15ថ្ងៃម្ដងវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេបើសិនជាអ្នកនរគ្នាមានចម្ងល់អាចសួរនៅក្រោម comment នេះបានអរគុណអ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយ